របាំប្រពៃណីជាតិខ្មែរក៏ជារបាំមួយដែលគេតែងយកទៅប្រើនៅក្នុងកម្មវិធីនានាមួយចំនួនពិសេសក្នុងកម្មវិធីសង្ក្រាន្តនៃពិធីបុណ្យចូលឆ្នាំថ្មីនេះអ្នកគ្រូបង្រៀនផ្នែករបាំបុរាណខ្មែរនៃសាលាអន្តរជាតិ Planet បានដឹងថាសាលាបានចូលរួមចំណែកក្នុងការថែរក្សារបាំប្រពៃណីតាមរយៈការបង្ហាត់បង្រៀនសិស្សកម្រិតថ្នាក់បឋមពោលគឺចាប់បង្រៀនពួកគាត់ពីតូចៗសម្រាប់អ្នកដែលមាននិស្ស័យជាមួយនឹងរបាំបុរាណដែលវាក៏ជាផ្នែកនៃការរក្សារបាំប្រពៃណីពីបរមបុរាណឲ្យនៅគង់វង្សយូរអង្វែងផងដែរសម្រាប់សាលារបស់នាងខ្ញុំបានរៀបចំនៅមុនពេលសង្ក្រាន្តអញ្ចឹងពួកខ្ញុំបានរៀបចំជាការបង្ហាត់ជាសិល្បៈបងឃើញស្រាប់ហើយគឺតកតងជាមួយនឹងមានរបាំត្រុដិរបាំក្ងោកដើម្បីចូលរួមនៅក្នុងការថែរក្សាប្រពៃណីវប្បធម៌ជូនទៅដល់ក្មេងៗជំនាន់ក្រោយទៀតឲ្យពួកគាត់បានសិក្សាស្វែងយល់និងបានបង្ហាញទៅកាន់អន្តរជាតិដែលគាត់បានទស្សនាឲ្យបានឃើញអំពីទស្សនវិជ្ជានៃប្រជាជនខ្មែរយើងឬក៏អាចតកតងជាមួយនឹងប្រពៃណីវប្បធម៌របស់ប្រទេសខ្មែរយើងនេះគឺមានច្រើនចម្រុះអញ្ចឹងអាចផ្សព្វផ្សាយទៅកាន់ជាតិនិងអន្តរជាតិឲ្យគាត់បានទស្សនាបានបង្ហាត់ចំពោះរបាំនេះជូនទៅដល់សិស្សានុសិស្សគឺចាប់ពីថ្នាក់ទី4ទី5និងទី7 8ឡើងការសម្រាប់ការបរៀនរបស់ពួកគាត់នេះដែរគឺអត់សូវជាពិបាកណាស់ដែរទេប៉ុន្តែដោយសារតែពួកគាត់មានចំណង់ចំណូលចិត្តហើយក្នុងការចូលរួមការថែរក្សាដូចគ្នាអញ្ចឹងគាត់មានលក្ខណៈងាយស្រួលក្នុងការចាប់យកសម្រាប់ថ្ងៃនេះផ្ទាល់គឺពួកខ្ញុំបាននាំមកនៅរបាំក្ងោកដែលបានបង្ហាញជាមុននឹងពិធីចូលបុណ្យចូលឆ្នាំសង្ក្រាន្តអញ្ចឹងពួកខ្ញុំបានចូលរួមនៅទីនេះទេប៉ុន្តែខាងសាលារបស់នាងខ្ញុំមានការបង្កើតនៅកម្មវិធីសង្ក្រាន្តមួយដែរគឺនៅក្នុងសាលារៀនរបស់ខ្ញុំមានជាការបង្ហាញនៅជាក្បាច់រាំរបស់ប្រពៃណីជាតិមានការបង្ហាញអំពីរបាំតកតងជាមួយនឹងរបាំត្រុដិរបាំក្ងោកគួរបញ្ជាក់ថាព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីគ្រោងនឹងធ្វើឡើងរយៈពេល6ថ្ងៃចាប់ពីថ្ងៃទី14ដល់ថ្ងៃទី19ខែមេសាឆ្នាំ2026នៅទីតាំងធំៗមួយចំនួនរួមមានតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំផ្លូវថ្មើរជើងចតុមុខសួនវត្តបទុមវតីផ្សារទួលទំពង់និងបណ្ដាទីតាំងមួយចំនួនទៀតផងដែរ